សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube ក៏ដូចជាបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញអ៊ីនធឺណិតទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមប៉ំនាំបងប្អូននៅក្បួននៃការមើលចោល data រស័យដោយខ្លួនឯងដោយមិនបាច់បងប្អូនចំណាយពេលវេលាថវិការបស់បងប្អូនទៅមើលចុះតារាស័យនៅកន្លែងហោរាសាស្ត្រដែលនាំឲ្យបងប្អូនខាតពេលវេលាអញ្ចឹងបងប្អូនអាចមើលចុះតារាស័យបានដោយខ្លួនឯងនៅផ្ទះអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកនៅក្បួនមើលចុះតារាស័យជូនបងប្អូនតាមក្បួនណាប៉ូឡេអុងឲ្យបងប្អូនបានសិក្សាបន្ថែមដោយខ្លួនឯងហើយអាចមើលខ្លួនឯងបានអញ្ចឹងបងប្អូនចង់ដឹងថារាស័យបងប្អូនធ្លាក់រាស័យឡើងរាស័យបងប្អូនបែបណាហ្នឹងគឺបងប្អូនអាចមើលបានជាពិសេសអ្នកដែលគាត់អត់ទាន់មានគូព្រេងអីគាត់អាចមើលដឹងថាខែណាឆ្នាំណាដែលគាត់ដល់គូព្រេងអញ្ចឹងងាយស្រួលមែនតើដោយមិនបាច់ចាំទៅមើលហោរាសាស្ត្រពីព្រោះបងប្អូនស្ត្រីខ្លះគាត់មានភាពខ្មាស់អៀនដែលគាត់ទៅសួរនៅហោរាសាស្ត្រទៅគាត់ដល់គូពេលណាអីខ្លះគាត់អាចមើលក្នុងហ្នឹងក៏គាត់អាចដឹងដែរហើយអំពីការធ្វើការរស់ស៊ីអីគាត់ដឹងថាលេខគាត់ឡើងដល់កម្រិតណាអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកជូនបងប្អូនហើយសូមបងប្អូនជួយ like និង subscribe share នៅ channel របស់ខ្ញុំមួយផងបាទបើបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំហ្នឹងបាទអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅសិក្សាអំពីក្បួនណាប៉ូឡេអុងតើក្បួនហ្នឹងគេមើលខ្លួនឯងមើលគឺងាយស្រួលមែនតើបងប្អូនគឺក្បួនហ្នឹងគឺងាយស្រួលមែនតើដំបូងគឺបងប្អូនត្រូវដឹងអំពីថ្ងៃដែលបងប្អូនកើតតើបងប្អូនកើតថ្ងៃណាទី2ហ្នឹងគឺខែបងប្អូនកើតខែណាទី3គឺឆ្នាំអញ្ចឹងថ្ងៃហ្នឹងគឺយើងថ្ងៃអាទិត្យលេខ1ច័ន្ទលេខ2អង្គារលេខ3ពុធលេខ4ពហុលេខ5សុក្រលេខ6សៅរ៍លេខ7ដល់ពេលខែយើងយកខែខ្មែរមីកាសេលេខ1បោះលេខ2មេលេខ3ប្រគុណលេខ4ចែកលេខ5ពិសាខលេខ6ចេះ7អាសាឍ8ស្រាប9ចតុបុត្រ10អាសត់11កណ្ដិក12ហើយឆ្នាំបងប្អូនកើតនៅឆ្នាំណាជូត1ឆ្លូវ2ខាល3ថោះ4រោង5ម្សាញ់6មមី7មមេ8វោ9លកា10ច11កោ12អញ្ចឹងបងប្អូនគ្រាន់តែដឹងថាថ្ងៃដែលបងប្អូនកើតខែដែលបងប្អូនកើតហើយឆ្នាំដែលបងប្អូនកើតអញ្ចឹងបងប្អូនអាចមើលក្បួនណាប៉ូឡេអុងនឹងបានដោយខ្លួនឯងហើយបងប្អូនគឺងាយស្រួលមែនតើដោយមិនបាច់បងប្អូនចំណាយពេលវេលាឬថវិកាទៅមើលនៅហោរាសាស្ត្រអីទេបងប្អូនមើលហ្នឹងគឺបងប្អូនដឹងថារាសីបងប្អូនចុះឬរាសីឡើងដល់គូថ្ងៃណាត្រូវរស់ស៊ីមិនបែបណាហ្នឹងគឺបងប្អូនអាចមើលបានគឺងាយស្រួលមែនតើអញ្ចឹងបងប្អូនទៅជាមួយខ្ញុំទាំងអស់គ្នាអូខេតោះបងប្អូនអញ្ចឹងខ្ញុំឧទាហរណ៍មួយលោកសុកអាយុ30ឆ្នាំគាត់កើតថ្ងៃច័ន្ទខែមិញឆ្នាំថោះអញ្ចឹងបងប្អូនអាចទោះទាយមើលចុងតារាស័យដល់ខ្លួនឯងបានគឺថ្ងៃគឺគាត់កើតថ្ងៃច័ន្ទគឺលេខ2លេខថ្ងៃច័ន្ទគឺលេខ2នេះបងប្អូនថ្ងៃច័ន្ទគឺលេខ2អញ្ចឹងបងប្អូនអាចដាក់លេខ2ដល់លេខ3លេខ4លេខ5លេខ6លេខ7ហើយនិងលេខ1ខែគាត់កើតថ្ងៃមិញគឺលេខ3អញ្ចឹងគាត់ចាប់ផ្ដើមលេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9លេខ10លេខ11លេខ12លេខ1លេខ2ឆ្នាំអញ្ចឹងបងប្អូនមើលគាត់កើតឆ្នាំថោះគឺលេខ4អញ្ចឹងចាប់ផ្ដើមដោយលេខ4លេខ5លេខ6លេខ7លេខ8លេខ9 10 11 12 1 2 3អញ្ចឹងបងប្អូនអាចបូកដកលេខរបស់គាត់គឺ
bong bóng bầu lấy khái khái nằm châu khía chẳng bầu lấy châu khía còn tái đo nâng chừng luôn đập pi chỉnh đập pi cứ chừng luôn sâu đập pi mà sâu chẳng bong bóng bọ pi bầu bấy pram phẩm bốn đặt lên buồn nó bay bầu bốn và lần pram đập pi chẳng đập pi đo đập pi cứ sâu buôn bầu pram phẩm buồn nâng phẩm muối đập pram đo đập pi tranh nó sọt bảy pram bông của muối đập muối nâng bó đầm váy nó sọt của muối đo đập pi đập bay nâng váy mà phây muối đo đập pi nó sọt của buồn pal bông nâng váy đập pram nâng buồn mà phây buồn đo đập pi nó sọt đập pi cứ smart sầu đắp mà thấy nó sao cùng bấy đắp bông nâng đập muối mà phây muối đọ đập pí nó sao cùng buồn đập muối đọ đập bông đập pí mà phây bấy đọ đập pí nó sao đập muối đập pí cứ xốn trong nông sao muối bấy nâng pram chẳng châu để ta là xây bảo quạt bằng ốn nhưng mà bạn tôi lấy nếu cứ chưa tôi lấy này ca cái này ngày khai trang phần bảo quạt chứ quạt ba chục bán có thể dụ sam sập môi chừng sam sập ok ta sam sập năm ok chẳng bóng ốn có thể dụ 30 năm chẳng 30 năm nắng bóng ôn ai rọp tới ní cứ miền đập pí cứ dừng rọp tới miền dụ chặtពីngày cáอายุ 1 ឆ្នាំ 2 ឆ្នាំ 3 ឆ្នាំ 4 ឆ្នាំ 5 ឆ្នាំ 6 ឆ្នាំ 7 ឆ្នាំ 8 ឆ្នាំ 9 ឆ្នាំ 10 ឆ្នាំ 11 ឆ្នាំ 12 ឆ្នាំ 13 ឆ្នាំ 14 ឆ្នាំ 15 ឆ្នាំ 16 ឆ្នាំ 17 ឆ្នាំ 18 ឆ្នាំ 19 ឆ្នាំ 20 21 22 23 24 25 26 27 28 29 30ចឹងដល់ពេលដែលគាត់អាយុ30ឆ្នាំនេះគាត់ចំលេខ0ចឹងរាសីគាត់ធ្លាក់គាត់មានគ្រូចឹងគាត់អាចទៅស្រោចទឹកបានគាត់មានគ្រូបងប្អូនចឹងឃើញកន្លែងហ្នឹងគឺរាប់អាយុទៅចំលេខ0ចឹងគាត់មានគ្រូហើយចឹងគាត់មិនបាច់ចាំតែមើលហៅមើលអីណាគាត់ចំដឹងចំលេខ0គាត់ចំដោះគ្រូចេញដល់ពេលអាយុ31ឆ្នាំរាសីគាត់ចាប់ដើមឡើងចំលេខ8 32គាត់ដល់គ្រូអញ្ចឹងបងប្អូនកន្លែងហ្នឹងគឺសំខាន់មែនតើគឺយើងអាចដឹងរាសីឡើងចុះឡើងហើយយើងដឹងថាគូប្រេងគឺយើងមើលលេខមានលេខ9លេខ9 3ដងលេខគូលេខ0នេះគូដែរបើតែគូទៀបគឺទៀបបំផុតសម្រាប់គាត់ហ្នឹងអត់តែលេខគូគឺគូលេខ3នេះគឺគូដែរលេខ3និង3នេះគឺគូអត់តែចំលេខហ្នឹងគឺគាត់ដល់គូប្រេងអញ្ចឹងអាហ្នឹងគឺគូប្រេងដែលគាត់ងាយដឹងដល់ពេលដល់ចំលេខ9នេះគូគាត់គឺល្អចំលេខ9អញ្ចឹងនៅក្នុងលេខប្រកបគេបែងចែកជា3ថ្នាក់អញ្ចឹងថ្នាក់ទី1នេះគាត់នៅអាយុនៅក្នុងបន្ទុកឪពុកម្ដាយគាត់បានប៉ុន្មានលេខរបស់គាត់នៅឪពុកម្ដាយគឺ12 18គឺមានលេខ18គាត់នៅខ្លួនឯងគឺ9 + 9 18 26គាត់រស់ស៊ីវ័យស្រាប់រស់ស៊ីដល់ពេលវ័យចាស់12 15 20អញ្ចឹង20អញ្ចឹងមានន័យថាតាមតួលេខនៅពេលដែលគាត់នៅជាមួយឪពុកម្ដាយគឺចំលេខ18គឺអត់សូវធម្មតាគាត់ដល់ពេលគាត់រស់ស៊ីគឺល្អមែនតើវ័យដែលគាត់រស់ស៊ីគឺខ្លាំងដល់ពេលវ័យចាស់គឺគាត់ល្អជាងដែលគាត់នៅជាមួយឪពុកម្ដាយទៅគាត់អាចសល់លុយសល់អីចឹងអញ្ចឹងគឺងាយស្រួលមែនតើហើយបងប្អូនអាចមើលចូលតាស័យនេះគឺមើលដោយខ្លួនឯងគឺងាយស្រួលមិនបាច់ចាំបងប្អូនចំណាយពេលវេលាឬក៏ថវិកាផ្សេងរបស់បងប្អូននេះបងប្អូនគ្រាន់តែគណនាហ្នឹងគឺបងប្អូនអាចមើលបានពេញមួយជីវិតរបស់បងប្អូនគ្រាន់តែបងប្អូនរាប់ចំអាយុរបស់បងប្អូននៅកន្លែងណាជាមួយលេខហ្នឹងគឺបងប្អូនអាចដឹងចឹងនេះគ្រាន់តែជាការចែករំលែកនៅចំណេះដឹងថ្មីអំពីការមើលចូលតារាស័យរបស់ខ្លួនឯងដោយខ្លួនឯងដោយមិនបាញ់ចាំបងប្អូនចំណាយពេលវេលាឬក៏ថវិការបស់បងប្អូនទៅលើហោរាសាស្ត្រផ្សេងទេហើយបងប្អូនអាចដឹងថាបងប្អូនរាសីឡើងរាសីចុះគឺបងប្អូនដល់គូពេលណាគឺបងប្អូនអាចដឹង
ដល់ខ្លួនឯងគឺងាយស្រួលមែនតើបងប្អូនអញ្ចឹងបើវីដេអូនេះគឺជាវីដេអូចែករំលែកខ្ញុំមិនមែនជាហោរាសាស្ត្រមិនមែនជាអីផ្សេងទេគ្រាន់តែខ្ញុំចែករំលែកចំណេះដឹងដែលខ្ញុំបានចេះខ្ញុំបានរៀនគឺខ្ញុំបានដឹងគឺខ្ញុំចែករំលែកជូនបងប្អូនអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងជួយដល់បងប្អូនមួយកម្រិតទៀតទៅលើការដឹងនៅរាសីរបស់បងប្អូនឡើងចុះរបស់បងប្អូនហ្នឹងហើយបងប្អូនកុំភ្លេចជួយ Subscribe like និង share នៅវីដេអូរបស់ខ្ញុំផងដើម្បីបានទទួលនៅវីដេអូថ្មីពីខ្ញុំតទៀតបាទអញ្ចឹងអរគុណសម្រាប់បងប្អូនសម្រាប់មើលនៅវីដេអូរបស់ខ្ញុំបាទអរគុណ